បាទសូមគោរពជម្រាបសួរដល់បងប្អូនជនរួមជាតិនិងបងកងទ័ពជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមកវិភាគដោយសារខ្ញុំឃើញបងកងទ័ពស្លាប់ច្រើនជាប្រវត្តិត្រូវបានចាក់ចេញពីលំនៅឋានណាមានទីលំនៅអត់អាហារហូបចុករឿងនេះជារឿងសំខាន់ណាស់ឥឡូវយើងមកគិតទាំងអស់គ្នាតើបងយុទ្ធជនប្រយុទ្ធដើម្បីអីឥឡូវយើងមកគិតណាឥឡូវថាយើងប្រយុទ្ធដើម្បីការពារជាតិឥឡូវយើងមកគិតទាំងអស់បើដើម្បីការពារជាតិយើងដឹងកិច្ចព្រមព្រៀងក្រុងប៉ារីសយើងដឹងទៅតុលាការ ICJ អានឹងបើសិនជាយើងការពារជាតិមិនហត់បង្កោឈាមមិនហត់ស្លាប់ទេប៉ុន្តែខ្ញុំមើលឃើញថាការប្រយុទ្ធនេះមិនមែនការពារជាតិទេគឺការពារត្រកូលហ៊ុនដោយសារខ្ញុំមើលឃើញថាត្រកូលហ៊ុនមិនព្រមប្តឹងថៃពាក់ព័ន្ធនឹងរឿងអធិបតេយ្យនៃប្រទេសកម្ពុជាហ៊ុនសែនទុកឲ្យបងកងទ័ពទាំងអស់ស្លាប់យ៉ាងអំណោចអធមដោយហ៊ុនសែនអះអាងមុនការប្រកួតមុនការប្រយុទ្ធថានៅក្នុងប្រទេសកម្ពុជាគឺមានអាវុធបាញ់យន្តហោះតែនៅពេលនេះគឺហ៊ុនសែនមិនបាញ់ទេទុកឲ្យថៃទម្លាក់គ្រាប់តាមទំនើងចិត្តហើយឲ្យទៅដឹងមិនដឹងទៀតដូច្នេះបងកងទ័ពត្រូវយល់ថាបងកងទ័ពគឺហ៊ុនសែនតាមរយៈបញ្ជាយួនបញ្ជូនបងកងទ័ពដែលអ្នកស្នេហាជាតិសល់កាលពីចំនួនខ្មែរក្រហមគឺបញ្ជូនបងប្អូនឲ្យទៅស្លាប់ដោយឥតប្រយោជន៍យើងដឹងហើយថាយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលការពារដោយអន្តរជាតិប៉ុន្តែលោកហ៊ុនសែនបានលុបចោលមិនព្រមប្រើឲ្យថែមទាំងថាកិច្ចសន្ធិសញ្ញានោះងាប់បាត់ទៅហើយទាំងអស់នេះខ្ញុំមើលឃើញយ៉ាងច្បាស់ថាលបែងនយោបាយហ៊ុនសែនបង្ខាំងឲ្យប្រជាពលរដ្ឋស្លាប់ហើយខ្លួនឯងក្រុមគ្រួសារបកពួកមួយចំនួនរស់យ៉ាងស្រួលបង្ហោះរូបភាពយ៉ាងលយយើងឃើញបងប្អូនដឹងទេថានៅក្នុងប្រទេសកម្ពុជាទាំងមូលយន្តហោះចម្បាំងមួយគ្រឿងអត់មានទេហ៊ុនសែនសុកចិត្តយកលុយនឹងទៅទិញនាឡិការាប់លានសុកចិត្តឲ្យក្រុមគ្រួសាររបស់ខ្លួនស្ពាយកាបូបរាប់សែនដុល្លារប្រើយន្តហោះផ្ទាល់ខ្លួនប្រើឡានទំនើបហើយមិនតែប៉ុណ្ណោះទេមុននឹងមានសង្គ្រាមការបោកប្រាស់តាមប្រព័ន្ធអនឡាញហ៊ុនសែនអាចរកចំណូលបានក្នុងមួយឆ្នាំរាប់ពាន់លានយើងសួរថាតើលុយនោះនៅលុយនោះទៅពេលដែលគេត្រូវគ្នាគេរកស៊ីជាមួយក្រុមគ្រួសារថាស៊ីននិងអានុធីនគេបានលុយយកមកចែកគ្នាគឺថាពេលដែលមានបញ្ហាគេយកប្រជាពលរដ្ឋទៅស្លាប់នៅក្នុងសមរភូមិយកកងទ័ពទៅស្លាប់មុននឹងប្រយុទ្ធប្រទេសគេតែងតែប្រាប់ប្រជាពលរដ្ឋគេឲ្យចាក់ឆ្ងាយពីតំបន់ប៉ុន្តែសម្រាប់លោកហ៊ុនសែននៅពេលដែលថ្ងៃប្រយុទ្ធហើយជាពលរដ្ឋរត់ដោយខ្លួនហ៊ុនសែនមិនស្គាល់អានេះហើយជាមេដឹកនាំចោលមកសៀត